បងស្រីខ្ញុំមានអារម្មណ៍ថាខ្ញុំដូចត្រូវបានប៉ាក្បត់ខ្ញុំដឹងថាគាត់មានជីវិតផ្ទាល់ខ្លួនដើម្បីរស់នៅគាត់យំយ៉ាងខ្លាំងហើយក៏មានអារម្មណ៍ខូចចិត្តខ្លាំងដែរបន្ទាប់ពីម៉ាក់ស្លាប់ហើយចុះតើគាត់ធ្វើបែបនេះដោយរបៀបណាមើលតើគាត់ពិតជាខឹងនាងខ្លាំងណាស់ហើយនិយាយអ្វីមួយដូចជានាងគួរតែញ៉ាំឲ្យបានច្រើននៅពេលដែលខ្ញុំបានឃើញគាត់ធ្វើបែបនោះខ្ញុំមានអារម្មណ៍ថាវាមិនតាន់ដល់2ឆ្នាំផងតើស្នេហារបស់គាត់អាចផ្លាស់ប្ដូរលឿនយ៉ាងនេះបានដែរហើយបងក៏ដឹងដែរថាប៉ានៅក្បែរម៉ាក់រហូតនៅមន្ទីរពេទ្យប៉ាខ្ញុំមិនដឹងរឿងនោះដល់របៀបណាទេប៉ាប្រហែលជាភ្លេចម៉ាក់បាត់ទៅហើយប៉ាគឺជាមនុស្សម្នាក់ដែរស្រឡាញ់សូម្បីតែសាច់កាឡានមិនមែនចឹងទេប៉ាគ្រាន់តែមានសេចក្តីស្រឡាញ់ច្រើនដើម្បីចែករំលែកតែប៉ុណ្ណោះជាការពិតនោះមិនមែនជារឿងល្អជានិច្ចនោះទេប៉ុន្តែខ្ញុំមិនគិតថាវាជារឿងដ៏គួរឲ្យភ័យខ្លាចដែរតើវាមិនអាក្រក់ដល់របៀបណាខ្ញុំត្រូវរស់នៅជាមួយគាត់ហើយនឹងប្រពន្ធរបស់គាត់ក្រោយនោះនោះមិនអាក្រក់ទេវាគ្រាន់តែធ្វើយើងមិនសូវស្រួលខ្លួនតែប៉ុណ្ណោះឯងធ្លាប់និយាយមែនទេថានាងគឺជាមនុស្សល្អកាលពីលើកមុននោះហ្នឹងហើយប៉ុន្តែជីវ័នគ្រាន់តែដោយសារប៉ាកំពុងបង្ហាញក្តីស្រឡាញ់ចំពោះនារីម្នាក់ទៀតមិនបានមានន័យថាគាត់លែងស្រឡាញ់ម៉ាក់របស់ឯងនោះទេរឿងរ៉ាវនេះក៏កើតឡើងចំពោះខ្ញុំឯងហើយនឹងជងវុនដែរខ្ញុំហ៊ានភ្នាល់ថាប៉ានៅតែស្រឡាញ់ម៉ាក់របស់ខ្ញុំថាម៉េចប៉ាគឺជាមនុស្សប្រភេទនោះឯងប៉ុន្តែយ៉ាងហោចណាស់ប៉ាទទួលខុសត្រូវចំពោះអារម្មណ៍របស់គាត់ឯងត្រូវតែផ្ដល់កិត្តិយសដល់គាត់ចំពោះរឿងនោះឯងថែមទាំងឯងនិយាយបានថាការដែលឯងនិងខ្ញុំរក្សាទំនាក់ទំនងល្អគឺជាសក្ខីភាពមួយចំពោះរឿងនោះប៉ុន្តែខ្ញុំគិតថាវាមិនបានបញ្ចប់ល្អរវាងប៉ានិងម៉ាក់របស់បងទេប៉ុន្តែនោះមិនមានន័យថាពួកគេមិនបានឆ្លាញ់គ្នាកាលពីអតីតកាលនោះទេពេលប៉ានិយាយថាគាត់នឹងរៀបការម្ដងទៀតបងមិនមានអារម្មណ៍ថាត្រូវគេក្បត់ទេនោះខ្ញុំនៅក្មេងពេកដែលអាចគិតរឿងបែបនោះបានឬក៏អាចមានអារម្មណ៍បែបនោះខ្ញុំមិនមានអនុស្សាវរីយ៍ច្រើនជាមួយគាត់ទេអស្ចារ្យមែនបងប្រមូលមកទាំងអស់មែនទេហើយមកម្ហូបទាំងអស់នេះចាស់បងថ្លៃទិញរបស់ទាំងអស់នេះឲ្យបងមែនទេអូយប្រុសអីក៏ល្អយ៉ាងនេះខ្ញុំនឹងញ៉ាំឲ្យអស់ខ្ញុំដឹងថាខ្ញុំដូចជាចាប់ផ្ដើមភ្លាមពេកប៉ុន្តែបងគិតថាបងថ្លៃនឹងបង្ហាញខ្លួននៅក្នុងពិធីមង្គលការនៅថ្ងៃស្អែកដែរមែនទេណែអើយគាត់គឺជាមនុស្សម្នាក់ដែលរវល់ខ្លាំងណាស់មែនហើយវាភ្លាមពេកមែនទេខ្ញុំមិនគិតថា
គាត់មកនៅទេហើយបងថ្លៃសង្ហាខ្លាំងណាស់ណាឈប់ហៅគេថាបងថ្លៃទៅខ្ញុំគិតថាគេគួរតែរវល់មិនបានមកទេហ៎បងជីវុនចាំងឯងហ៊ានតែនិយាយពាក្យថាបងថ្លៃឯងច្បាស់ជាស្ដាយក្រោយអោះហេវ៉ាន់ខ្ញុំត្រូវការនិយាយជាមួយលោកអូយតើខ្ញុំគួរធ្វើអ្វីជាមួយបរិសម្នាក់នេះអូហេវ៉ាន់ណារីករាយខ្លាំងមែនទែនដែលបានជួបឯងអ្នកមីងតើអ្នកមីងសុខសប្បាយជាទេនេះមីងខាងឪចាអូសុខសប្បាយធម្មតាទេប៉ុន្តែអូយដៃរបស់ខ្ញុំអូយលេងដៃរបស់ខ្ញុំបានទេអ្នកកំឡោះរូបសង្ហាម្នាក់នេះជាអ្នកណាគេដែរជំរាបសួរបាទខ្ញុំជាមិត្តប្រុសរបស់ Heaven ថាម៉េចហើយគេនិយាយស្អីគេនេះមិត្តប្រុសអញ្ចឹងហ៎អាក្រក់ពេកហើយអ្នកទាំងពីរតាមខ្ញុំមកខាងនេះជំនាញសង្គមរបស់អ្នកមីងគឺល្អបំផុតក្នុងចំណោមសាច់ញាតិរបស់ប៉ាទាំងអស់បងនេះគឺជាមិត្តប្រុសរបស់ Heaven ជំរាបសួរបាទមកខាងនេះមកខាងនេះមកជួបជាមួយអនាគតស្វាមីរបស់ Heaven បន្តិចមកជំរាបសួរបាទជំរាបសួរនេះគឺជាមិត្តប្រុសរបស់ Heaven ម៉ណៃហើយគាត់ណែនាំឲ្យគ្រប់គ្នាបានស្គាល់បរិសម្នាក់នេះយ៉ាងឆាប់រហ័សដល់ម្លឹងណែអនាគតក្មួយភាសាណែមកសាកអានេះបន្តិចទៅមើលអរគុណបាទពិតជាឆ្ងាញ់មែនបាទអូយឯងនេះមានចំណង់ចំណូលចិត្តអាហារល្អមែនណាហៅថាក្មួយភាសាហើយចង់ផឹកមួយកែវទេអត់ទេអរគុណខ្ញុំត្រូវមានរវល់នៅមួយកន្លែងទៀតនៅរសៀលនេះបាទខ្ញុំសង្ឃឹមថាខ្ញុំមិនបានរារាំងមនុស្សរវល់នឹងសំខាន់បែបនេះមិនឲ្យចាក់ចេញទេឲ្យជាការពិតណាស់បាទខ្ញុំចូលចិត្តការជួបជុំគ្នាបែបនេះការជួបជុំគ្នាបែបនេះពិតជាល្អខ្លាំងណាស់ខ្ញុំគិតថាខ្ញុំនឹងកំណត់ការជួបជុំបែបនេះនៅពេលក្រោយហើយបាទហើយខ្ញុំនឹងរីករាយទទួលយកភេសជ្ជៈពីអ្នកមីងនៅពេលនោះដូចគ្នាបាទអូយពិតមែនណាដូចចណាលោកពិតជាតែយើងអាចនិយាយគ្នាមកផ្លែតបានទេមើលឯងទៅឯងនេះហួងហែងចង់បានគេទុកម្នាក់ឯងទេពួកឯងទាំងពីរទៅចោះមិនមែនអញ្ចឹងទេអ្នកមីងបាទអ្នកមីងពួកយើងទៅសិនហើយចឹងក្មួយស្រីមីងបញ្ញាប់បន្តិចហើយមើលទៅអ្នកកំឡោះត្រូវកំណត់ការបរិច្ឆេទរៀបការឲ្យបានលឿនបន្តិចហើយមិនបានទេវាណែបាទប៉ុន្មានហើយណាមីងខ្ញុំមកចែករំលែកដំណឹងល្អ
មួយនេះឆាប់នេះហើយបាទអើយល្អណាស់ឯងនេះពិតជាល្អខ្លាំងមែនទេអញ្ចឹងខ្ញុំជឿជាក់ថានឹងបានលឺដំណឹងល្អឆាប់នេះពីក្មួយថ្លៃណាលោកក្មួយកាងបាទអ្នកមីងជួបគ្នាពេលក្រោយឆាប់ទៅភ្លាមតែតែលោកនិយាយថាលោកប្រកាន់ខ្ចាប់នៅការកំណត់នៃពេលវេលានិងផែនការរបស់លោកមិនចឹងហ៎វាដូចជាមិនដូចអ្វីដែលខ្ញុំធ្លាប់បានឮទេខ្ញុំគិតខុសពីលោកហើយមិនញ៉ាំឆ្ងាញ់ហ៎ថាម៉េចមើលទៅនេះដូចជាស្រកគីឡូច្រើនណានៅចាញ់ពេលព្រឹកទៀតមែនទេនិយាយថាលោកមិនបានស្ដាប់ខ្ញុំនិយាយទេមែនទេបានលោកជួយចិត្តតែកាត់រឿងដែលខ្ញុំកំពុងនិយាយបែបហ្នឹងជារឿយអញ្ចឹងខ្ញុំមិនតបបានគិតពីរឿងនោះទេខ្ញុំអត់បានខ្វល់រឿងការវិភាគផែនការការងារអីទេឲ្យតែរឿងនោះតេតងនឹងនាងខ្ញុំតំណេរជានិច្ចថាម៉េចហេតុអីអញ្ចឹងហ៎ចឹងខ្ញុំមិនអាចឆ្លើយសំណួរនោះបានទេណាតើលោកអាចផ្ដោតអារម្មណ៍លើអ្វីដែលខ្ញុំកំពុងនិយាយបានទេនិយាយមកខ្ញុំកំពុងស្ដាប់ហើយតាចាំពេលនេះតទៅខ្ញុំនឹងគិតឲ្យបានវែងឆ្ងាយនិងម៉ត់ចត់អំពីវាហេតុអីខ្ញុំមិនអាចធ្វើតាមផែនការបានលុះត្រាតែវាតេតងនឹងនាងហើយហេតុអីបានជាវាធ្វើឲ្យខ្ញុំមិនព្រួយបារម្ភអ្វីតទៅសោះថាម៉េចគេកាត់ស្អីហ្នឹង